ពុកគប់សង្ឃឹមឲ្យសោះចង់ការស្អីទៀតលោកពុកចាស់ហើយណាំចាស់នឹងអត់បេះដូងមែនកូនខ្ញុំមិនចង់ផ្សារសាច់ផ្សារឈាមជាមួយនាងនិងឪពុករបស់នាងនោះទេអត់មិនជាទាំងឪទាំងកូនហ្មងនាងកេសរលើកជើងតតនាងយ៉ាងកានឲ្យដួលដាច់ផ្ងាតែលើដីត្រួយក៏ដើរចេញបាត់ទៅរឿងប្តីប្រពន្ធខ្លែងខ្លាយនៅក្នុងគ្រួសារមួយដែលជាអ្នកមានប្រាក់ស្តុកស្នំនិងមានឈ្នួលបម្រើជាច្រើនអ្នកខ្លះជំទាស់ប្រាក់គ្មានប្រាក់សងក៏ស្ម័គ្រខ្លួនចូលខ្លួនបម្រើនៅក្នុងផ្ទះអ្នកមាននេះដោយកាត់កងប្រាក់ជំពាក់នោះដោះបំណុលរួចពេលណានិងមានសេរីភាពត្រឡប់ទៅផ្ទះវិញនៅមុខផ្ទះមើលពួកឯងមានតែណាឃើញកូនប្រុសរបស់យើងដែរឬទេកូនប្រុសតែមួយគត់របស់យើងនៅឯណាមានតែណាដឹងដែរអត់ហ្នឹងអ្នកប្រុសសង្ស័យតែទៅដើរលេងស្ទួយត្រីបាទៀតហើយលោកស្រីធ្វើដូចមិនដឹងចរិតកូនប្រុសរបស់អ្នកស្រីអញ្ចឹងថាពូកែដើរលេងប៉ុណ្ណានោះឲ្យតែទំនេរមិនដែលចេះនៅផ្ទះនោះទេយីមាននេះមកនិយាយឌីយើងមែនទេឆាប់ទៅតាមកូនប្រុសរបស់យើងឲ្យមកជួបយើងជាបញ្ញាភ្លាមមកព្រោះថ្ងៃនេះមានភ្ញៀវពិសេសមកលេងផងទៅតាមនៅឯណាទៅអ្នកស្រីក្រែងនឹងឯងថាដឹងអីឆាប់ទៅតាមភ្លាមមកយើងឡើងទៅចាំនៅខាងលើមុនហើយត្រូវទៅតាមកូនប្រុសរបស់យើងឲ្យមកជួបយើងឲ្យបានណាបើមិនចឹងទេនឹងឯងច្បាស់ជាទៅថ្វាំហើយចាលោកស្រីខ្ញុំដឹងហេតុទៀននៅឯមាត់ទឹកមួយកន្លែងនាងយ៉ាងកានកំពុងតែឈើស្ទួយត្រីតែម្នាក់ឯងអ្នកប្រុសលោកស្រីម្ដាយអ្នកប្រុសឲ្យខ្ញុំមកតាមឆាប់ត្រឡប់ទៅផ្ទះវិញជាមួយខ្ញុំវិញទៅកុំឲ្យមានរឿងដល់ខ្ញុំអីណាអ្នកប្រុសស្រីស្អីសម្បើម្លេះនឹងសុយបើត្រីខ្ញុំអស់ហើយស្ងាត់មកតិចមិនបានទេអីស្កាត់មកទៅកុំស្រីលោឡាខ្លាំងពេកអ្នកស្រីឲ្យខ្ញុំមកតាមអ្នកប្រុសទៅផ្ទះវិញជាប្រញាប់ជាមួយខ្ញុំនឹងណាអ្នកប្រុសបើពុំនោះទេណាខ្ញុំច្បាស់ជាត្រូវថ្មងរបស់អ្នកស្រីសុភាជាមិនខាននោះទេអ្នកប្រុសអ្នកម៉ែឲ្យមកតាមនឹងមានកែអីមែនទេសុយខ្ញុំមិនដឹងទេអ្នកប្រុសតែកុំសួរច្រើនពេកអីអ្នកប្រុសឆាប់តាមខ្ញុំមកនិយាយរួចអ្នកទាំងពីរក៏បានដើរត្រឡប់ទៅផ្ទះវិញជាមួយគ្នានៅលើផ្ទះខានជួបគ្នាយូរហើយលោកបងហើយនេះជាកូនក្រមុំរបស់លោកបងមែនទេមើលទៅស្រស់ស្អាតសុភាពរាបសារគួរឲ្យស្រឡាញ់ខ្លាំងណាស់លោកបងបាទនេះជាកូនក្រមុំតែម្នាក់គត់របស់ខ្ញុំហ្នឹងណាខ្ញុំមានតែមួយគ្រាប់ហ្នឹងទេកូនខ្ញុំទើបតែពេញវ័យហ្នឹងណាបើសិនជាខុសឆ្គងអីសូមកុំប្រកែប្រកាន់កូនខ្ញុំអីណាហកលើកដៃសំពះជម្រាបសួរមីងទៅកូនចាជម្រាបសួរលោកយាយហាថាម៉េចបានជាហៅខ្ញុំយាយទៅវិញខ្ញុំចាស់ចំណាស់ណាស់ហើយមែនទេគឺខ្ញុំជម្រាបសួរលោកយាយដែលនៅឆ្ងល់ពីក្រោយខ្នងអ្នកមីងនឹងហើយគាត់មកដូចអ្នកមីងខ្លាំងណាស់គាត់ជាម្ដាយរបស់អ្នកមីងមែនទេបានជាមកមាត់ដូចគ្នាយ៉ាងនេះម្ដាយខ្ញុំស្លាប់យូរហើយគ្មានពេលណាមកឈរនៅពីក្រោយខ្ញុំអញ្ចឹងនោះទេនិយាយតែផ្ដាស់តែម្ដងហើយកូនស្រីរបស់ឯងនេះចុះខ្ញុំបានប្រាប់ហើយតើថាកូនខ្ញុំនិយាយអីផ្ដេសផ្ដាស់ណាស់មិនសូវដឹងអីនោះទេអ្នកស្រីកុំប្រកាន់អីហើយយ៉ាងណាយើងក៏ចិត្តខ្លាចជាប្តីប្រពន្ធនឹងគ្នាទៅហើយមិនអញ្ចឹងហីអ្នកស្រីមិនដឹងជាស្អីទេលោកបងមកមិនចេះខ្មាស់ក្មេងៗសោះខ្ញុំអៀនខ្លាំងណាស់ខណៈពេលនោះផងដែរនាងយ៉ាងកានក៏ឡើងមកដល់លើផ្ទះជាប្តីប្រពន្ធស្អីគេខ្ញុំមិនយល់ទេម៉ែគឺមានន័យថាម៉ែនិងលោកបងចិត្តមានពិធីរៀបការហើយម៉ែនិងលោកបងនេះស្រឡាញ់គ្នាណាស់កូនថាយ៉ាងម៉េចកូនអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងអ្នកម៉ែហេតុអីអ្នកម៉ែមិនពិភាក្សាជាមួយខ្ញុំអំពីរឿងហ្នឹងមិនក៏ទៅតែប្រាប់ខ្ញុំពេលនេះខ្ញុំមិនព្រមទេមិនអោយអ្នកម៉ែយកប្តីទៀតទេខ្ញុំមិនចង់ឲ្យលោកពុកស្លាប់ទៅហើយពេលដឹងថាអ្នកម៉ែយកប្តីថ្មីខ្ញុំមិនយល់ព្រមទេខ្ញុំក៏មិនព្រមដែរមិនអោយលោកពុកយកប្រពន្ធថ្មីទេអ្នកម៉ែស្លាប់ទៅលោកពុកក៏បានសន្យាថាមិនយកប្រពន្ធថ្មីឡើយចុះឥឡូវលោកពុកបំភ្លេចសន្យាហើយមែនទេខ្ញុំមិនព្រមកូនស្រីពុកនៅពោះម៉ាយឯកាយូរហើយមិនក៏កូនមិនយល់ពីចិត្តរបស់ពុកតតែសោះអញ្ចឹងពុកក៏ចង់បានភាពកក់ក្ដៅពីប្រពន្ធពុកដែរកូនឯងមិនយល់ទេព្រោះកូនឯងកំពុងតែនៅលីវទៅពេញវ័យ
មិនយល់អារម្មណ៍ពុកថាឯកាខ្លាំងយ៉ាងណានោះទេ ខ្ញុំមិនយល់ព្រមជាដាច់ខាតពុកគប់សង្ឃឹមឲ្យសោះចង់ការស្អីទៀតលោកពុកចាស់ហើយណាំង ចាស់នឹងអត់បេះដូងមែនកូន មីងនឹងឪពុករបស់ក្មួយស្រឡាញ់គ្នាយូរមកហើយក្មួយមកហាមធ្វើអីបើការរួចក្មួយក៏មានម៉ែហៅនឹងទៀតដែរ ខ្ញុំមិនចង់មានម៉ែទី2នោះទេមានតែមួយគឺគ្រប់គ្រាន់ហើយឆាថារួចនាងកេសរក៏ដើរចុះពីលើផ្ទះតែម្ដង ខ្ញុំក៏មិនព្រមដែរមិនចង់មានពុកទី2នោះទេ នាងយ៉ាងកានក៏ចាក់ចេញទៅម្នាក់ទៀត ក្មួយយ៉ាងម៉េចទៅលោកបងក្មេងៗវាមិនយល់ស្របជាមួយនឹងពួកយើងនោះទេ ចាំមើលបន្តិចទៀតសិនទៅក្រែងក្មេងៗវាចិត្តទុនយល់ព្រមឲ្យពួកយើងរៀបការជាមួយគ្នាក៏ថាបានដែរអ្នកសុភាកុំគិតច្រើនអីណា នៅក្រោយផ្ទះខ្ញុំមិនសុខចិត្តនោះទេមិនឲ្យលោកពុករៀបការជាដាច់ខាតខ្ញុំមិនចង់មានម៉ែទី2នោះទេមានម៉ែតែមួយគឺគ្រប់គ្រាន់ហើយខ្ញុំមិនចង់ឲ្យលោកពុកស្រឡាញ់អ្នកផ្សេងជាខ្ញុំឡើយ នាំពុកនាងត្រឡប់ទៅផ្ទះវិញទៅហើយកុំឈានជើងចូលមកផ្ទះខ្ញុំទៀតតាមមើលទៅគ្រួសារនាងសម្លាញ់ឃើញតែទ្រព្យសម្បត្តិម៉ែខ្ញុំទេកុំគិតថាខ្ញុំមិនដឹងឲ្យសោះគំនិតនៅរះកំផែពេកហើយស្រីជាងល្អ មានទិសស្អីលោកហែងសម្ដីនេះប្រយ័ត្នជ្រុះថ្មិញទៅគ្រួសារខ្ញុំក៏មានទ្រព្យដែរមិនទៅចង់បានស្អីសម្បត្តិគ្រួសាររបស់លោកឯងនោះទេកុំហាមាត់មើកមាក់ងាយគ្រួសារគេតិចអត់មិនបានមួយដៃបាយមាត់ខានស៊ីមន់ទៅ សម្ដីឆ្លើយណាស់តាមុំឪនាងចេញពីផ្ទះខ្ញុំជាប្រញាប់បើមិនចោលឲ្យក្តៅក្រហាយជានេះទេនោះវាមិនដែលមកហើយមិនដឹងឪពុកខ្លួនឯងមានចេតនាយ៉ាងម៉េចនោះទេតែនាងធ្វើពើតែម្ដងខ្លួនខ្លីជើងខ្លីសោះតែចិត្តធំសម្បើមល្អណាស់តា ហើយវាតាក់ទងស្អីហ្នឹងជើងខ្លីដៃខ្លីនោះសម្ដីមនុស្សប្រុសសម្ដាននៅរឿងឯងនេះគ្មានស្រីណាចង់យកធ្វើបាត់អីនោះទេចាំតែមើលទៅមាត់បាចមាត់ស៊ីប្រហប់មាត់លោកឯងនេះសមតែស៊ីកណ្ដាប់ដៃខ្ញុំទេតើ មានកំពុងតែរៀលខ្ញុំមែនទេតិចដេញរបូតសពុតរត់រកផ្លូវទៅផ្ទះមិនឃើញឥឡូវហ្នឹង អេប្រុសស្អីសន្តិអាក្រក់យ៉ាងនេះចាំមើលទៅខ្ញុំទៅប្រាប់លោកពុកខ្ញុំហើយ ទៅខ្ញុំក៏ទៅប្រាប់ម៉ែខ្ញុំដែរខ្ញុំមិនចង់ផ្សារសាច់ផ្សារឈាមជាមួយនាងនិងឪពុករបស់នាងនោះទេអត់មិនជាទាំងឪទាំងកូនហ្មង ត្រមឡេចបានហើយវើយនាងកេសរលើកជើងទាត់នាងយ៉ាងកានឲ្យដួលដាច់ផ្ងាទៅលើដីត្រួយក៏ដើរចេញបាត់ទៅ យើនាងជាងល្អហ៊ានណាស់តាទាត់យើងហើយរត់បាត់ចាំមើលណាគង់តែដឹងគ្នាជាមិនខាននោះទេខ្ញុំមិនឲ្យនាងរួចខ្លួននោះទេ ពេលយប់ ម៉ែចង់ឲ្យកូនទាំងពីរចេះស្រឡាញ់គ្នាយល់ចិត្តគ្នាព្រោះយើងចិត្តខ្លាចជាគ្រួសារតែមួយហើយកុំឆ្លោះប្រកែកគ្នាអីកូនម៉ែនឹងលំបងសាក់នឹងរៀបការជាមួយគ្នាឆាប់នេះហើយ ចាប់ពីពេលនេះទៅត្រូវជាស្រឡាញ់គ្នាដូចបងប្អូនមកកើតអញ្ចឹងណាកូន ខ្ញុំស្អប់មុខកូនមីងដល់ឆ្អឹងខ្ញុំស្អែកស្អប់ខ្លាំងណាស់ គិតថាខ្ញុំនឹងចូលចិត្តនឹងស្រឡាញ់នាងមែនមុខដូចឈួតធ្វើរត់ខ្លួនឯងស្អប់គេជ្រិញណាស់ល្ងាចនេះខ្ញុំលាបបាយមិនចូលទេម៉ែសូមទៅបន្ទប់ដេកមុនហើយ ថារួចនាងយ៉ាងកានក៏ដើរចេញទៅ លោកបងក្មួយកេសរឲ្យខ្ញុំសុំទូផងចំពោះអាកប្បកិរិយាមិនល្អរបស់កូនប្រុសរបស់ខ្ញុំតែខ្ញុំនឹងបដៅកូនប្រុសរបស់ខ្ញុំមិនឲ្យធ្វើដូច្នេះទៀតនោះទេ ក្មេងៗវាតែអញ្ចឹងឯងអ្នកកុំគិតច្រើនអីតោះទៅហូបបាយទៅតោះកូនកេសរទៅហូបបាយជុំគ្នាកូន ខ្ញុំមិនឃ្លាននោះទេសុំទៅបន្ទប់សិនហើយលោកពុកមីងសុភានិយាយចប់នាងកេសរក៏ដើរចេញទៅ កូនយើងដូចមកស៊ីខ្សែគ្នាសោះមកបងឆ្លោះតែគ្នាបែបនេះខ្ញុំពិបាកចិត្តខ្លាំងណាស់លោកបងអើយក ុំពិបាកចិត្តអីអ្នកតោះទៅហូបបាយពីរនាក់បណ្ដោយតាមក្មេងៗសិនចុះ នៅក្នុងបន្ទប់នាងកេសរចូលក្នុងបន្ទប់ខ្ញុំធ្វើអីចង់ធ្វើបាបខ្ញុំមែនទេប្រយ័ត្នខ្ញុំសំពើងលោកឯងឲ្យបែកក្បាលទៅនៅមិននៅចូលក្នុងបន្ទប់កូនស្រីគឺយ៉ាងម៉េចហ្នឹង បន្ទប់នាងតែជាផ្ទះម៉ែរបស់ខ្ញុំចង់ដើរហើយរត់លេងបានណាទៀតក៏បានដែរមិនទៅក៏បានអ្នកណានោះទេ នេះលោកឯងឈួតមែនទេមិនក៏ត្រូវដើរហើររត់លេងចូលក្នុងបន្ទប់កូនកំមុំទេបែបនេះ ខ្ញុំព្រមាននាងឲ្យហើយឆាប់នោមឪនាងចេញពីផ្ទះខ្ញុំទៅខ្ញុំមិនព្រមឲ្យឪនាងត្រៀបការជាមួយម្ដាយរបស់ខ្ញុំជាដាច់ខាត
ខ្ញុំមិនព្រមទេនាងស្រីដៃខ្លីជាងខ្លី និយាយស្រួលបមិនតិចទៅតិចប្រយ័ត្នមកជើងខ្ទាតជាប់ចិញ្ចាំងដោយសារនាងដៃខ្លីជើងខ្លីនេះម្ដងគេទៅមិនចាំទេអេថាព្រឹកមិញមួយជើងដួលដេកដីនោះ តាហ៊ានលើជើងទាត់ខ្ញុំទៀតខ្ញុំលេងវិញហើយណា មិនចង់តតខ្ញុំវិញមែន មិនតទេតែចាប់ថាបើស្លេកមាត់ហ្មង បើលោកឯងហ៊ានខ្ញុំនឹងទះលោកឯងឲ្យជ្រុះថ្មិញចេញពីបន្ទប់ខ្ញុំភ្លាមទេ ទៅក៏បានដែរនាងអើយជើងខ្លីៗសោះចង់លើកមកតតគេកើតដែរមិនប្រមាណជើងសោះ ក្មេងៗទៅណាអស់ហើយនឹងម៉ែនឹងសយហេនឹងមិនធ្វើស្អីវើយនឹងឯងមើលម៉ែនឹងសយ មកហើយអ្នកស្រីមានកែអីមែនទេអ្នកស្រី តោះទៅវត្តជាមួយនឹងយើងនឹងលបងសាក់បានទីគ្នា ហើយទៅធ្វើអីដែរអ្នកស្រីហើយចាំបាច់មានខ្ញុំទៅជាមួយដែរមែនទេ យីនាងនេះសួរច្រើនមែនវើយជិននំទៅក៏ទៅជាមួយយើងទៅចាំបាច់សួរនំឲ្យច្រើនយ៉ាងនេះនោះ ថារួចអ្នកទាំងបីក៏នាំគ្នាដើរចេញទៅនាងពេលថ្ងៃត្រង់នាងកេសរទៅតែភ្ញាក់ពីដេកដើរចុះពីលើផ្ទះហើយផ្ទះហាក់មានសភាពស្ងាត់ជ្រងំមិនបានជាផ្ទះស្ងាត់ម្ល៉េះគេនាំគ្នាទៅណាហើយលោកពុកហើយលោកពុកទៅណាបានហើយក ុំស្អីដេកស្មានឹងទើមក្រោបអ្នកណាបានធ្វើជាប្រពន្ធសួយមកជីវិតតែម្ដងប្រពន្ធចរិតបែបនេះខ្ជិលច្រអូសអញ្ចឹងនោះ ខ្ញុំដេកក្រោកស្មានណាស្រេចតែខ្ញុំកុំមកចេះគិតតែធ្វើយ៉ាងណាឲ្យម៉ែលោកឯងនិងពុករបស់ខ្ញុំមិនបានរៀបការជាមួយគ្នាទៅបានហើយ ខ្ញុំនឹកឃើញគំនិតមួយដើម្បីកុំឲ្យម៉ែខ្ញុំរៀបការជាមួយនឹងពុករបស់នាង ឯងមានគំនិតអីឆាប់និយាយភ្លាមមកនាងពីរសៀលឪពុកនាងកេសរនិងអ្នកស្រីសុភាបានត្រឡប់ពីវត្តមកផ្ទះវិញតែបានឮសំឡេងយំនៅលើផ្ទះទើបនាំគ្នាឡើងទៅមើល នេះមានរឿងស្អីហ្នឹងហេតុអីក៏យំអញ្ចឹង កើតអីនឹងកូនកេសរមិនក៏ខ្លួនឯងយំអញ្ចឹងអ្នកណាធ្វើអីខ្លួនឯងឆាប់និយាយប្រាប់ពុកភ្លាមមក លោកពុកមីងសុភា កើតអីក្មួយឆាប់និយាយភ្លាមមក គឺបងអង្កានគាត់ កូនប្រុសមីងវាធ្វើស្អីក្មួយឯងអង្កានកូនឯងធ្វើស្អីគេទើបគេយំអញ្ចឹងហ៎ ខ្ញុំសុំទោសម៉ែលោកពូ ហើយវាកើតស្អីឆាប់និយាយមក បងអង្កានគាត់បានខ្លួនខ្ញុំហើយគាត់ចាប់ខ្ញុំនឹងពេលដែលគ្រប់គ្នាមិននៅផ្ទះ អាពូនឈួតហេតុអីក៏ឯងធ្វើដូច្នេះហ៎អាពូនឡប់អើយឯងថ្លំធំពេកហើយ អាក្មេងឯងនេះថ្លើមធំណាស់ហ៊ានប្រព្រឹត្តរឿងបែបនេះដាក់កូនស្រីតែមួយរបស់យើងផងឯងមើលមិនឃើញក្បាលរបស់យើងទេមែនទេ ខ្ញុំនឹងខ្ញុំខុសតែខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាងសម្រាប់ទង្វើដែលខ្ញុំបានធ្វើខ្ញុំនឹងចូលស្ដីដណ្ដឹងកូនស្រីរពូតាមប្រពៃណីនឹងរៀបការមិនអោយបាក់មុខនោះទេ វាត្រូវតែបែបនោះហើយឯងត្រូវតែទទួលខុសត្រូវលើកូនស្រីសំណប់ចិត្តរបស់យើង នៅថ្ងៃបន្ទាប់នៅមាត់ពេទ្យមិននឹកស្មានថាល្បិចកូនពួកយើងធ្វើឲ្យលោកពុកនិងម៉ែលោកឯងមិនបានរៀបការជាមួយគ្នាយ៉ាងនេះសោះលោកពិតជាប្រកែកដល់កំណត់មែនមិនសរសើរមិនបាននោះទេ ខ្ញុំឆ្លាតអញ្ចឹងហើយគួរតែអរគុណខ្ញុំទៅដែលពួកគាត់មិនបានរៀបការជាមួយគ្នា តែយើងត្រូវរៀបការជាមួយគ្នាពិតមែនទេ ចាំរៀបការឲ្យបានមួយខែសិនទៅចាំពួកយើងលេងរះគ្នាវិញកុំទៅគិតច្រើនពេកគ្រាន់តែធ្វើឲ្យម៉ែឲ្យពួកយើងមិនបានរៀបការជាមួយគ្នាតើ តែខ្ញុំជាស្រីណាខ្ញុំខូចឈ្មោះណាបើការរួចក៏លេងគ្នាភ្លាមបែបនេះ អញ្ចឹងការរួចនៅជាមួយគ្នាអស់មួយជីវិតទៅមិនលេងគ្នាទេ តែយើងអត់មានចិត្តលើគ្នាផងណា យូរទៅយើងច្បាស់ជាមានចិត្តលើគ្នាហើយទ្រាំទៅធ្វើមិនតាមយើងទេ មួយខែកន្លងផុតទៅមង្គលការនៃអង្កាននិងនាងកេសរក៏ប្រព្រឹត្តទៅយ៉ាងរលូននៅលើផ្ទះ ខ្ញុំមកនេះគិតថារៀបការជាមួយនឹងអ្នកសុភាទេតែបែរជាមករៀបការឲ្យកូនយើងទៅវិញហើយមើលទៅពួកយើងប្រហែលជាគ្មាននិស្ស័យនឹងគ្នាពិតមែនហើយអ្នកសុភាអើយ ឲ្យតែកូនយើងមានក្តីសុខទៅបានហើយយើងធ្វើជាដំណងនឹងគ្នាក៏បានដែរធ្វើម៉េចបើយើងមិនមែនជាគូព្រេងនឹងគ្នាផងនោះបើដោយទៅតាមយថាតាមចុះណាលោកបង នៅក្រុងផ្ទះ
ណែលោកអង្កានទៅទិញស្វាយឲ្យខ្ញុំបន្តិចមកខ្ញុំដូចជាគ្មានគ្រឿងបញ្ជូរណាស់ថ្ងៃហ្នឹង មកប្រើស្អីមនុស្សពងរវល់ផ្លោនេះទៅទិញខ្លួនឯងទៅមកឃ្លានស្វាយអីកាប់ព្រឹកហ្នឹងណា នេះគ្រាន់តែទៅទិញឲ្យប្រពន្ធបន្តិចមិនបានទេមែនទេបើមនុស្សឃ្លាននេះធ្វើប្តីគេយ៉ាងម៉េចហ្នឹងគ្រាន់តែប្រពន្ធប្រាំបន្តិចបន្តួចសោះបកាច់បែបនេះនោះ អ្នកនាងមិនបានជាឃ្លានស្វាយតាមព្រឹកអញ្ចឹងអ្នកនាងចាញ់កូនមែនទេ ខ្ញុំមិនដឹងទេតែដឹងត្រឹមថាឃ្លានគ្រឿងបញ្ជូរប៉ុណ្ណឹងឯង មិនដឹងជាស្អីទេឃ្លានស្អីមិនឃ្លានមកឃ្លានស្វាយកាត់ព្រឹកបាយអីមិនឃ្លានទេ មិនបាច់និយាយច្រើនទេខ្ញុំទៅទិញខ្លួនឯងក៏បានដែរប្តីស្អីប្រើបន្តិចបន្តួចសោះនិយាយច្រើនដល់ម្លឹងផងថារួចនាងកេសរក៏ដើរចេញទៅ អ្នកប្រុសធ្វើជាប្តីស្អីហ្នឹងគ្រាន់តែប្រពន្ធប្រើបន្តិចបន្តួចសោះធ្វើមិនបានដែរអ្នកប្រុសឈឹះ នាងសយក៏ដើរចេញទៅម្នាក់ទៀត ស្អីទេពីរអ្នកនេះចរិតខ្មើដូចគ្នាហ្មង មួយខែក្រោយមកនាងអង្កាននិងនាងកេសរក៏បានសារភាពពីកំហុសរបស់ពួកគេនៅក្នុងផ្ទះ ពុកម៉ែខ្ញុំទាំងពីរនាក់មានរឿងចង់ប្រាប់ មានរឿងអីទៅកូន គឺខ្ញុំនិងបងអង្កានអត់មានអីនឹងគ្នានោះទេពួកខ្ញុំធ្វើនេះក៏ព្រោះមិនចង់ឲ្យអ្នកទាំងពីរត្រៀបការជាមួយគ្នាតែប៉ុណ្ណោះព្រោះពួកខ្ញុំមិនចង់បានឪពុកម្ដាយទី2នោះទេ ពួកខ្ញុំសុំទោសពុកនិងម៉ែផងដែលធ្វើឲ្យលោកទាំងពីរមិនសប្បាយចិត្ត ពុកធូកូនពុកមិនម៉ែឈប់គិតពីរឿងនោះទៀតហើយលែងចង់រៀបការឲ្យទៀតហើយ ហេតុអីទៅម៉ែពួកខ្ញុំមកសារភាពបែបនេះក៏ព្រោះតែចង់ឲ្យពុកនិងម៉ែបានសប្បាយចិត្តហើយរៀបការជាមួយគ្នាវិញ ពួកយើងនឹងលែងលាក់គ្នាវិញព្រោះមិនចង់ឲ្យលោកទាំងពីរមានទឹកមុខក្រៀមក្រំនោះទេ កូនស្រីកុំគិតដូចនេះអីពួកយើងលែងចង់រៀបការអីទៀតហើយយ៉ាងណាក៏ពួកយើងចាស់អស់ហើយដែរអ្វីដែលពុកនិងម៉ែចង់បាននៅពេលនេះនោះគឺចង់ឃើញកូនស្រឡាញ់គ្នាអត់អោនឲ្យគ្នាកុំឆ្លោះតោះតែងគ្នាសង្ឃឹមថាកូននឹងធ្វើតាមបំណងពុកម៉ែបានទៅចុះ ចឹងពុកនិងម៉ែក្មេកមិនខឹងនឹងពួកខ្ញុំទេមែនទេ មិនដឹងខាងធ្វើអីទេយ៉ាងណាក្តីសោករបស់កូនទាំងពីរសំខាន់ជាងហើយវាជាក្តីសោករបស់ពុកនិងម៉ែផងដែរ អរគុណម៉ែនិងពុកក្មេកណាស់ដែលមិនប្រកាន់ខណ្ឌគំនិតក្មេងៗរបស់ពួកយើង